ឯកឧត្តមម៉ាងស៊ីណេតអភិបាលខេត្តព្រះសីហនុសង្ឃឹមនឹងជឿជាក់ថាអង្គការ UN Habitat បន្តជួយគាំទ្រទៅលើគម្រោងប្រែប្រួលអាកាសធាតុនិងលំនៅឋានសមរម្យនៅក្នុងខេត្តព្រះសីហនុលោកស្រីកាស៊ូគូអ៊ីស៊ីជីគីនាយកការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនិងលោកស្រីអូឌីសៀអេនជីឡូបារីយ៉ូមន្ត្រីជាន់ខ្ពស់នៃ UN Habitat ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានចូលជួបសម្ដែងការគូសំជាមួយនឹងឯកឧត្តមម៉ាងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុដើម្បីពិភាក្សាទៅលើគម្រោងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តព្រះសីហនុនិងកម្មវិធីអង្គការ UN Habitat ព្រមទាំងស្វែងយល់អំពីការអភិវឌ្ឍខេត្តព្រះសីហនុហើយពិធីនេះគឺបានរៀបចំធ្វើឡើងនារសៀលថ្ងៃច័ន្ទទី27ខែមេសាឆ្នាំ2026នេះឱកាសនោះផងដែរឯកឧត្តមម៉ាងស៊ីណេតអភិបាលខេត្តព្រះសីហនុបានជម្រាបជូនថាក្នុងនាមរដ្ឋបាលខេត្តនិងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុសូមស្វាគមន៍លោកស្រីនិងសហការីដែលបានអញ្ជើញមកដល់ខេត្តតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងបានជម្រាបជូនពីកត្តាភូមិសាស្ត្រនិងសក្តានុពលរបស់ខេត្តព្រះសីហនុដោយចែកជា6ក្រុងស្រុក29ឃុំសង្កាត់និង111ភូមិហើយមានប្រជាពលរដ្ឋប្រមាណជា310000នាក់ជាខេត្តសម្បូរទៅដោយធនធានធម្មជាតិមានកោះចំនួន32ថ្មដុះ1ថ្មប្រប្រាស់ទឹក5ឆ្នេរសមុទ្រប្រវែង175គីឡូម៉ែត្រដោយនៅក្នុងនោះមានវិស័យឧស្សាហកម្មពាណិជ្ជកម្មកសិកម្មនិងទេសចរណ៍ធ្វើឲ្យខេត្តព្រះសីហនុត្រូវបានប្រសិទ្ធនាមថាជាតារារះនាទិសនិរដីហើយក៏ជាខេត្តស្នូលនៃតំបន់ឆ្នេរដែលមានដូចជាខេត្តព្រះសីហនុខេត្តកោះកុងខេត្តកំពតនិងខេត្តកែបដែលត្រូវបានដាក់បញ្ចូលជាសមាជិកក្លឹបឆ្នេរស្អាតជាងគេនៅលើសកលលោកកាលពីឆ្នាំ2011នៅប្រទេសសេនេហ្គាល់ចំពោះសក្តានុពលសេដ្ឋកិច្ចខេត្តព្រះសីហនុមានដូចជាផ្លូវគោកផ្លូវទឹកនិងផ្លូវអាកាសផ្លូវទឹកមានកំពង់ផែទឹកជ្រៅដែលមានទំនិញឆ្លងកាត់ប្រមាណជា 70% កំពង់ផែស្វយ័តក្រុងព្រះសីហនុត្រូវបាននឹងកំពុងតែធ្វើការងារចាក់គឺអភិវឌ្ឍជា3ដំណាក់កាលនិងដំណាក់កាលទី3គឺត្រូវបញ្ចប់នៅក្នុងឆ្នាំ2030ដែលមានជម្រៅទឹកដល់ 7.50 ម៉ែត្រអាចឲ្យនាវាធ្វើចរាចរណ៍នៅលើពិភពលោកចូលចតបានផ្លូវគោកមានដូចជាផ្លូវជាតិលេខ3លេខ4ផ្លូវល្បឿនលឿននិងផ្លូវរថភ្លើងផ្លូវអាកាសដែលមានផ្លូវរថប្រវែង3300ម៉ែត្រសូមបញ្ជាក់ផងដែរថាខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកំណត់ទៅជាវិស័យដឹកជញ្ជូនដ៏សម្បូរបែបនិងបានបង្កើតទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដែលមានសួនឧស្សាហកម្មតំបន់ភស្តុភារកម្មដែលមានទំនាក់ទំនងទៅនឹងសកលលោកទីក្រុងសមាហរណកម្មមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនិងតំបន់កោះអភិវឌ្ឍទៅជាអេកូទេសចរប្រណិតនិងជំរុញវិស័យកសិកម្មវិរិយវប្បកម្មជាមួយគ្នានោះផងដែរឯកឧត្តមអភិបាលខេត្តព្រះសីហនុក៏បានថ្លែងអំណរគុណ UN Habitat ដែលបានជួយអភិរក្សដាំដុះកោងកាងរួមទាំងគម្រោងទីក្រុងឆ្លាតវៃសំណល់រឹងនៅក្រុងព្រះសីហនុដែលជាបញ្ហាប្រឈមទៅនឹងសង្គមសពថ្ងៃព្រមទាំងគំនិតប្រួយផ្ដាំទីក្រុងបៃតងជាដើមយើងត្រូវអភិវឌ្ឍទីក្រុងរបស់យើងនៅក្នុងគម្រោងគាំពៀនៃការប្រែប្រួលអាកាសធាតុនៅខេត្តព្រះសីហនុហើយនៅក្នុងនោះអង្គការ UN Habitatជួយសាងសង់ប្រព័ន្ធលូបង្ហូរទឹកភ្លៀងនៅស្រុកព្រៃនប់ប្រវែង2គីឡូម៉ែត្របានជួយសាងសង់លំនៅឋានដែលមានភាពធន់ទៅនឹងអាកាសធាតុដូចនេះហើយសូមអង្គការ UN Habitat បន្តជួយសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀងជាង2គីឡូម៉ែត្របន្ថែមទៀតនៅស្រុកព្រៃនប់រួមទាំងលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋផងដែរម្យ៉ាងទៀតស្រុកព្រៃនប់ទទួលរងផលប៉ះពាល់គ្រោះធម្មជាតិច្រើនជាងគេដោយសារតែខ្យល់កន្ត្រាក់រួមទាំងបន្តជួយគ្រប់គ្រងគម្រោងនៅក្នុងខេត្តព្រះសីហនុរបស់យើងបន្តទៀតឆ្លៀតនៅក្នុងឱកាសនោះផងដែរជាការឆ្លើយតបរបស់លោកស្រីកាស៊ូកូអ៊ីស៊ីជីគី Director of Asian Pacific នាយិកាប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានកោតសរសើរពីសមិទ្ធផលនិងសក្តានុពលរបស់ខេត្តព្រះសីហនុចំពោះការអនុវត្តគម្រោងនាពេលកន្លងមកស្ដីពីការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុប្រព័ន្ធលូទឹកភ្លៀងនិងលំនៅឋានហើយចំពោះសមិទ្ធផលដែលកើតមាននៅក្នុងខេត្តព្រះសីហនុយើងនឹងបន្តយកទៅចែករំលែកនៅបណ្ដាប្រទេសនានានៅក្នុងខែឧសភានាពេលខាងមុខនេះយើងក៏មានឱកាសធ្វើការងារជាដៃគូជាមួយនឹងរដ្ឋបាលខេត្តព្រះសីហនុទៅលើគម្រោងចំនួន3នាពេលកន្លងមកមានដូចជាទី1នោះគឺការប្រែប្រួលអាកាសធាតុ
ទី2សំណង់បណ្ដោះអាសន្ននិងទី3ទីក្រុងឆ្លាតវៃដោយផ្អែកទៅលើសមិទ្ធផលដែលយើងទទួលបាននាពេលកន្លងមកអង្គការ UN Habitat បន្តសកម្មភាពថ្មីមានដូចជាលំនៅឋានសំណង់បណ្ដោះអាសន្ននិងការប្រែប្រួលអាកាសធាតុដោយសារតែកម្ពុជាមានហានិភ័យនឹងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុទៅលើលំនៅឋានដែលមានតម្លៃសមរម្យហើយយើងនឹងបន្តការងារភាពជាដៃគូជាមួយនឹងរដ្ឋបាលខេត្តរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុប្រកបដោយនិរន្តរភាពចំពោះផែនការសកម្មភាពទីក្រុងឆ្លាតវៃយើងនឹងបន្តសិក្សាជាមួយនឹងរដ្ឋបាលក្រុងខេត្តដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទៅថ្ងៃខាងមុខព្រមទាំងជំរុញការអភិវឌ្ឍខេត្តព្រះសីហនុមានការរីកចម្រើនកាន់តែច្រើន